ហ្វុងខ្ញុំបានប្រើអារម្មណ៍ឃុំវិញ្ញាណដើម្បីខត់ចលនារបស់គេហើយអញត្រូវចេះក្តាប់ឱកាសឲ្យបានពេលវេលាកន្លងផុតទៅយូរល្មមហើយដល់ពេលត្រូវបញ្ចប់ហើយដោះចេញអាហាតើមានរឿងអីកើតឡើងសិស្សច្បងលាវត្រូវគេវាខ្ទាតបាត់ហើយអាចទៅរួចទេអាលីឃើញទេជឿវបានជួយបញ្ចេញកំហឹងឃើញអីទៅហើយជាកាកសំណល់នំដំណើបដែលសល់មែនទេហេសំបីតែអារម្មណ៍ឃុំវិញ្ញាណក៏គ្មានប្រសិទ្ធភាពចំពោះគេដែរនេះលាក់អាវុធទិបដល់ទៅប៉ុន្មានតែដេអំតាក់បឹងស្វៀនធានដែលគ្រូប្រទានឲ្យខ្ញុំលាវហ្វុងមិនអាចចាញ់សម្រាមដូចជាអញបានទេសៀវហុយយប់នេះប្រើក្បាច់កម្ពុជារបស់និកាយស្វៀនធានពេលចេញក្បាច់ដល់ភ្លាមដូចជាកញ្ចុំផ្កាយកំទេចពុកអានុភាពកើនឡើងមិនត្រឹមតែរយដងនោះទេនៅក្រោមស្នៀតដល់នេះក៏ជាប្រេងសំណាងរបស់ក្មេងនេះដែរបាត់ដែកសាច់នេះតើលោកម្ចាស់និកាយអាចទប់ជាប់ដែរឬទេបើអញប្រើក្បាច់ដាវអញ្ចឹងខ្ញុំក៏ប្រើក្បាច់ដាវដែរក្បាច់ដាវទាំងពីរនេះហាក់ដូចជាមានប្រភពតែមួយប៉ុន្តែលាវហ្វុងគ្រាន់តែជាពន្លឺអំពិលអំពេចប៉ុណ្ណោះចំណែកមេប៉ាក់គឺធំធេងដូចផ្ទៃមេឃនិងចាក់វាមិនអាចយកមកប្រៀបធៀបគ្នាបានឡើយវាបានលួចក្បាច់សម្ងាត់នៃប៉ាក់ស្វែងធានរបស់ខ្ញុំខ្លាចថាក្បាច់ដែលក្មេងនោះបញ្ចេញទើបជាក្បាច់ដើមពិតប្រាកដចំណែកក្បាច់ពិតគឺនៅតែស្ថិតលើពួកយើងប៉ាក់ស្វែងធានរបស់ខ្ញុំបានបញ្ជូនសិស្សទៅហើយចុះឯងគិតតែពីឈោមើលមែនទេកូនសិស្សឯងទេដែលចាញ់កុំយកកំហឹងមកទម្លាក់លើខ្ញុំមិនថាមានរឿងអ្វីក៏ដោយឯងក៏ត្រូវតែបញ្ចេញសមត្ថភាពខ្លះដែរហាហាចាស់ភាសាពីរនាក់អាយុរົບជិត500ឆ្នាំទៅហើយបែរជាមកឆ្លោះគ្នាព្រោះតែក្មេងម្នាក់នៃបបិសាចទៅវិញខាងលើដូចជាមានការឆ្លោះគ្នាហើយក្នុងពេលដែលមិត្តភក្តិបែកនិយាយបែបនេះហើយកណ្ដុរក៏មិនលាក់បាំងទៀតដែរធានូមានរឿងអីហ្នឹងរឿងជួយដីមែនទេមកចិត្តមកអញកំពុងមកចិត្តហើយមើលចុះវ៉ាវនរណាគេហ្នឹងនេះជាខ្ញុំគ្រាន់តែមើលគាត់មួយផ្លែខ្ញុំដកដង្ហើមស្ទើរមិនរួចទេម្នាក់នេះគឺជាសម្លាញ់ឈាមខ្ញុំប្រែជាធ្ងន់ណាស់ម៉ែអើយតើនេះជាស្អីហ្នឹងហ៊ុនដែលយកកម្រិតយានអ៊ីងមកធ្វើជាគ្រឹះកន្លែងនេះដាវលំពេងមិនអាចធ្វើអ្វីបានទេលើភ្នំភ្លាមអាចនិយាយបានថាជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះពិភពស៊ូសៀនវាស់សមត្ថភាពលើការប្រយុទ្ធពិតមិនមែនមកអួតថានរណាខ្លាំងជាងឡើយបើអញ្ចឹងមិត្តទៅប៉ៃមើលឲ្យច្បាស់ទៅច្បាស់ហើយប្រយ័ត្នឡានអាម្នាក់នេះមិនស្រួលទេបើមិនអញ្ចឹងវាមិនអាចទៅរួចទេមួយដៃនេះយ៉ាងហោចណាស់ក៏ស្មើនឹងដាវ10000ដាំដែរវាបានល្អណាស់ខ្លាំងមែនទែនត្រូវតែវាអញ្ចឹងខ្ញុំស្មានថាមានអ្នកចង់មកហើយវាបានល្អណាស់កម្លាំងឯងខ្លាំងមែនធម្មតាឯងហាត់យ៉ាងម៉េចកុំប្រណីដៃឲ្យសោះខ្ញុំមើលទៅអាបម្រើដែកនេះគ្រាន់តែមានកម្លាំងខ្លាំងបន្តិចប៉ុណ្ណោះប៉ុន្តែល្បឿនរបស់វាប្រកាសជាត្រូវបានរារាំងនេះគឺជាច្បាប់ធម្មជាតិមែនទេបើអញ្ចឹងចាស់ម្នាក់នេះនឹងបង្ហាញឲ្យអ្នករាល់គ្នាឃើញពីការបំបែកច្បាប់ធម្មជាតិចាស់ម្នាក់នេះបានឲ្យគេស្លលីសាកសពនោះឡើងវិញតើអាចយកទៅប្រៀបជាមួយមនុស្សយន្តធម្មតាបានយ៉ាងដូចម្ដេចលោកម្ចាស់បាយតើអាបម្រើដែករបស់ខ្ញុំយ៉ាងម៉េចដែរពិតជាស័ក្តិសមជាស្នាដៃដែលសម្រិតសម្រាំងមែនអាបម្រើដែកនេះពិតជាមិនអន់ឡើយហាស្មានខុសហើយហាបើនៅតែបែបនេះមេកាយនឹងត្រូវគេវាយរហូតដល់ស្លាប់មិនខានអាមាធំម្នាក់នេះពិតជាគ្មានចន្លោះប្រហោងតតែសោះហាស្លាប់បាត់ហើយខ្ញុំស្មានថានឹងអាចទ្រាំបានយូរជាងនេះបន្តិចពិតមែនហើយស្រមោចសោះទោះប្រឹងលោតយ៉ាងណាក៏មិនអាចបង្កជារលកបានដែរអំបញ្ញមិញមេកាយគ្មានកម្លាំងតបតតែសោះតើពួកឯងចាំបាច់ត្រូវធ្វើដល់ថ្នាក់នេះមែនទេ
បន្ទោសបានតែមេកាយរបស់ពួកឯងដែលរៀនសូត្រមិនពូកែស្លាប់ទៅក៏មិនគួរឲ្យស្ដាយដែរមេកាយស្លាប់បាត់ទៅហើយកុំខ្វល់ពីគេអីខ្ញុំមើលទៅអញហាក់មានលក្ខណៈសម្បត្តិល្អបើមកតាមខ្ញុំដើម្បីវឹកហាត់វិជ្ជាយិនយ៉ាងជាមួយគ្នាវិញល្អជាងហាហាហាបៃដាវពិតជាមានភ្នែកខ្ពស់មែនខ្ញុំណាស់នេះក៏មានបំណងបែបនេះដែរហាហាហាអំបញ្ញមិញខ្ញុំជ្រុលដេកលក់ដោយមិនដឹងខ្លួនសុំទោសផងណាក៏ល្អដែរខកខានម៉ាសាស្រួលបែបនេះយូរហើយមើលទៅតៃស៊ូតាវមានលដែកសម្រាប់ម៉ាសាដោយឡែកតែម្ដងរឿងដល់ថ្នាក់នេះហើយនៅមិនទាន់ចេញដៃទៀតឬក៏ស្មានថាទាសករដែលគ្រាន់តែជារបស់តាំងលំអទោះបីជាទាសករដែលមានកាយពេជ្រក៏ដោយក៏ពិបាកគេចផុតពីវាសនាស៊ីរូងដល់ខួចឆ្អឹងដែរអំបញ្ញមិញបើសិនជាដេកចុះទៅគឺល្អបាត់ហើយតែបែរជាចង់មកស្លាប់ទាំងអាម៉ាស់បែបនេះទៅវិញខ្ញុំនឹងទប់ទល់ពីខាងមុខរកឱកាសជួយសង្គ្រោះម្ចាស់និកាយល្អហាហានិយាយតាមត្រង់ទៅត្រូវមនុស្សប្រុសបីបែបនេះពិតជាចម្លែកណាស់ឲ្យមនុស្សស្រីបីទៅមានអារម្មណ៍ស្រួលជាងប្រើរាងកាយសាច់ឈាមមកទល់នឹងទាសករដែកតើកម្លាំងរបស់ម្ចាស់និកាយមានដែនកំណត់ទេទាសករដែកអនុញ្ញាតឲ្យសម្លាប់ចោលពួកសេះសនៃនិកាយបេសាចចេញពីនិកាយបេសាចមកត្រូវគេវិចាញ់មែនទេមិនអាចទេដឹងនោះពាក់ព័ន្ធនឹងកម្រិតកម្ពូលមិនបាច់និយាយទៀតទេតើនៅចាំស្អីទៀតសម្លាប់វាឲ្យខ្ញុំតើឯងនិយាយពីអីហ្នឹងពួកឯងស្ដាប់មើលពួកឯងនេះទេតើឯងនិយាយថៅមែនទេសំឡេងស្អីហ្នឹងឬមួយក៏វាចង់ប្រើកណ្ដាប់ដៃសាច់ឈាមវីទម្លុះរូបសំណាកដែកនេះពិតជាល្ងងខ្លៅគួរឲ្យអស់សំណើចណាស់រូបកាយសាច់ឈាមតែងតែមានដែនកំណត់អស់លោកចាំមើលចុះថាមេបិសាចនេះនឹងស្លាប់យ៉ាងដូចម្ដេច